នៅពេលដែលយើងទៅឈប់ទទួលទានគ្រឿងស្រវឹងឬក៏ជាតិអាល់កុលមានរឿង3យ៉ាងនេះកើតឡើងចំពោះរាងកាយយើងចំណុចទី1គឺថ្លើមរបស់យើងចាប់ផ្ដើមមានសមត្ថភាពនៅក្នុងការកម្ចាត់ជាតិពុលអត្ថប្រយោជន៍ទី2គឺកាត់បន្ថយឱកាសកើតជំងឺមហារីកនៅពេលដែលយើងទទួលទានគ្រឿងស្រវឹងធ្វើឲ្យរាងកាយយើងអាចមានឱកាសកើតជំងឺមហារីករហូតដល់7យ៉ាងរាប់ចាប់ពីមាត់យើងរហូតដល់បំពង់អាហាររបស់យើងអត្ថប្រយោជន៍ទី3គឺសុខភាពបេះដូងរបស់យើងធ្វើការបានល្អប្រសើរជាងមុនហើយកម្រិត stress ក៏ថយចុះសម្ពាធឈាមក៏ថយចុះអត្ថប្រយោជន៍ទី4គឺប្រព័ន្ធភាពស៊ាំរបស់យើងចាប់ផ្ដើមមានសុខភាពរឹងមាំជាងមុនយើងអត់ងាយឆ្លងជំងឺផ្សេងៗទេអត្ថប្រយោជន៍ទី5គឺយើងចាប់ផ្ដើមទទួលបានការគេងឬក៏ដំណេកដែលស្កប់ស្កល់ឬក៏ការគេងដែលមានគុណភាពដែលធ្វើឲ្យសុខភាពរបស់យើងល្អប្រសើរទី6យើងចាប់ផ្ដើមស្រកគីឡូកាយយើងមានសមត្ថភាពក្នុងការដុតជាតិខ្លាញ់ដោយសារតែប្រព័ន្ធដេហារបស់យើងធ្វើការបានល្អប្រសើរជាងមុនចំណុចទី7គឺខួរក្បាលយើងចាប់ផ្ដើមអភិវឌ្ឍខ្លួនវាបានកាន់តែប្រសើរជាងមុនការចងចាំការបដោតគឺល្អខ្លាំងមែនទែនចុងក្រោយគេគឺចំណុចទី8អារម្មណ៍របស់យើងអត់ឡើងចុះលឿនពេកហើយយើងមានធម៌ពលពេញមួយថ្ងៃចំណុចកន្លែងនេះគឺពិតជាសំខាន់ណាស់ដូច្នេះបើសិនជាអាចកាត់បន្ថយការទទួលទានគ្រឿងស្រវឹង